ឥឡូវនេះសំណុំរឿងរបស់ Federico Valverde និង Aurelien Tchouameni បានទៅដល់ដៃរបស់លោក Florentino Perez ដែលជាប្រធានក្លឹបហើយលោក Perez បានត្រូវបានគេរាយការណ៍មកថាខឹងសម្បាយ៉ាងខ្លាំងហើយនឹងត្រៀមដាក់ទោសបាទទៅកាន់កីឡាករទាំងពីររបស់លោក Perez មានជម្រើសពីរនៅពេលនេះជម្រើសទី1បាទប្រសិនបើលោកមើលឃើញថាករណីនេះបាទមិនធ្ងន់ធ្ងរខ្លាំងពេកទេការដាក់ទោសរបស់លោកគឺកាត់ប្រាក់ឈ្នួលកីឡាករទាំងពីររូបនេះពី3ទៅ10ប្រកួតបានន័យថាពី3ទៅ10សប្តាហ៍យកឧទាហរណ៍ថាកីឡាករទាំងពីរនេះយើងគិតស្មើគ្នាតែម្ដងណាមួយសប្តាហ៍ 30,000 អឺរ៉ូអញ្ចឹងបានន័យថា3សប្តាហ៍ពុកម៉ែបងប្អូនគុណទៅបាទវាឡើង 90,000 អឺរ៉ូហើយជំរឿសទី2ក្នុងករណីលោក Perez រកឃើញថារឿងនេះវាធ្ងន់រហូតដល់មិនអាចទទួលយកបានគាត់នឹងកាត់ប្រាក់ឈ្នួលអ្នកទាំងពីរពី11ទៅ20ប្រកួតបើនិយាយទៅស្ទើរតែពាក់កណ្ដាលរដូវកាលទៅហើយចឹងបើគុណជាលុយទៅបាទចូលខ្ទង់លានអឺរ៉ូឯណោះមិនត្រឹមតែប៉ុណ្្នឹងទេអាចនឹងឈានដល់ការហែកកិច្ចសន្យាកីឡាករទាំងពីរនាក់នេះចោលដោយគ្មានសំណងបាទន័យថាឲ្យចាក់ចេញពីក្លឹបតែម្ដងបាទបណ្ដេញចេញពីក្លឹបតែម្ដងបាទអត់មានសំណងឲ្យទៀតបាទឥឡូវយើងរងចាំមើលបាទថាតើចំណាត់ការរបស់លោក Florentino Perez បន្ទាប់មកទៀតយ៉ាងម៉េចវិញ